ណាឆ្ងល់មួយចំនួនថាយកកូនគេបញ្ចាំអូបកើតនឹងអូចិញ្ចឹមកណាចង់ដឹងតើអ្នកណាគុណធំជាងអ្នកណាចង់ដឹងតែប៉ុណ្្នឹងឯងកណាហើយកុំលៀបចម្រើនពាក្យថាធំតូចហ្នឹងព្រះសម្មាសម្ពុទ្ធដូចជាមិនដែលសំដែងអីទេបងណាគុណធំបើនិយាយពីគុណច្រើនគុណធំធេងហ្នឹងក៏និយាយដែរមហាគុណោបការៈប៉ុន្តែឲ្យប្រៀបធៀបគ្នានេះគុណធំគុណតូចជាងហ្នឹងដូចជាមិនដឹងថាប្រៀបដើម្បីអ្វីផងកាលណាប្រៀបទៅវានាំឲ្យតែមនុស្សអន់ចិត្តប្រៀបទៅអត់បានសប្បាយចិត្តទេកាលណាយើងប្រៀបទៅអាចថាឲ្យកូនហ្នឹងកើតទៅជាការរមិលគុណកើតទៅជាការខឹងតែជាកិច្ចដ៏ចម្រើនគឺការសិក្សាអំពីគុណដែលគួរដឹងដែលគួរដឹងអញ្ចឹងយើងដឹងទាំងពីរទៅណាបើក្នុងលក្ខណៈកូនដែលកើតមកឪពុកម្ដាយមិនបានចិញ្ចឹមស្រាប់តែអ្នកដតីហ្នឹងយកទៅចិញ្ចឹមប៉ុន្តែកាលណាយើងមិនសិក្សាហេតុផលទេយើងខឹងម្ដាយឪពុកមិនកើតហ្នឹងយើងខឹងអត់ចិញ្ចឹមយើងមានសិទ្ធិអីទៅខឹងគាត់យើងមានសិទ្ធិអីទៅខឹងគាត់បាទអានេះឧទាហរណ៍អញ្ចឹងដំបូងឡើយយើងជាអ្នកជាដុំឈើមួយដុំហើយមានព្រាហ្មណ៍ពីរនាក់ម្នាក់គាត់ជប់យើងឲ្យខ្លាចជាមនុស្សតែក៏អត់បានចិញ្ចឹមទេហើយម្នាក់ទៀតបន្ទាប់ពីម្នាក់ដែលជប់យើងឲ្យចេញជាមនុស្សហើយគាត់យកទៅចិញ្ចឹមឥឡូវអ្នកទាំងពីរហ្នឹងសួរថាយើងគួរខឹងណាណាថាអត់គួរខឹងម្នាក់មានគុណក្នុងការជប់យើងឲ្យបានជាមនុស្សម្នាក់ទៀតមានគុណក្នុងការថែរក្សាយ៉ាងណាមិញឪពុកម្ដាយអញ្ចឹងឪពុកម្ដាយចិញ្ចឹមក៏ដោយឪពុកម្ដាយបង្កើតក៏ដោយម្នាក់យើងចាត់ទុកថាមានគុណក្នុងការបង្កើតប្រសិនបើគាត់មិនបង្កើតគាត់បលូតយើងចោលទៅអាហ្នឹងមានគុណអីតែដែលគាត់ទុកឲ្យយើងរស់ហ្នឹងក៏ចាត់ទុកថាជាគុណណាគាត់ទុកឲ្យយើងរស់ទុកជីវិតឲ្យតែគ្រាន់តែមិនបានចិញ្ចឹមណាគ្រាន់តែមិនបានចិញ្ចឹមតែប៉ុណ្ណោះតាតាមពិតដែលយើងខឹងម៉ែឪមិនចិញ្ចឹមហ្នឹងមកពីយើងចង់បានលើសពីអ្វីដែលគាត់ផ្ដល់ឲ្យមនុស្សយើងដែលខឹងគេមកពីចង់បានលើសពីអ្វីដែលគេផ្ដល់ឲ្យហើយរឿងដែលកើតមកត្រូវគេមិនចិញ្ចឹមអីហ្នឹងយើងពិចារណាឥឡូវហ្នឹងយើងគ្រាន់តែថាឪពុកម្ដាយគ្មានព្រមវិហារធម៌មិនមានទំនួលខុសត្រូវអីត្រូវរឿងហ្នឹងវាអញ្ចឹងហើយបើកើតកូនមកមិនចិញ្ចឹមពីព្រោះកតបកិច្ចរបស់ឪពុកម្ដាយជាទូនាទីព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់សម្ដែងអំពីព្រមវិហារត្រូវចិញ្ចឹមកូនថែទាំកូនមិនឲ្យធ្វើអាក្រក់ឲ្យធ្វើល្អឲ្យកូនសិក្សារៀនសូត្រណាឲ្យកូនមានគូសកលចែកទ្រព្យសម្បត្តិឲ្យកូននេះអីគឺជាសិក្ខាបទជាទូនាទីរបស់ឪពុកម្ដាយក៏ប៉ុន្តែឪពុកម្ដាយហ្នឹងស្រាប់តែមិនបានធ្វើទូនាទីហ្នឹងសួរថាឪពុកម្ដាយហ្នឹងដើរទូនាទីហ្នឹងត្រូវទេថាមិនត្រូវទេសម្រាប់គាត់អត់ត្រូវឡើយខ្វះទូនាទីហើយនោះប្រសិនបើគាត់នៅគ្រប់គ្រងផ្ទះតែបើគាត់ទៅបួសអាហ្នឹងវាជាការងារអ្នកបួសផ្សេងទៀតដាច់អាឡ័យពីផ្ទះអាហ្នឹងវាជារឿងផ្សេងមួយទៀតក៏ប៉ុន្តែបើនៅគ្រប់គ្រងផ្ទះគឺត្រូវតែមានកាតព្វកិច្ចមានទូនាទីថែរក្សាកូនសតិរសន្តោសៈការសង្គ្រោះដល់បុណ្យភរិយាចុះឥឡូវបើគាត់មិនចិញ្ចឹមវាមិនថាគាត់ដើរធួខុសទូនាទីរបស់គាត់ហើយក៏ប៉ុន្តែគួរខឹងទេថាខឹងវាមិនដែលល្អទេខឹងមិនដែលល្អឡើយតាមពិតប្រសិនបើយើងនៅក្នុងស្ថានភាពបែបហ្នឹងយើងតូចចិត្តអន់ចិត្តតែបើយើងចេះប្រើពាក្យតូចចិត្តអន់ចិត្តហ្នឹងមកជាមេរៀនរបស់យើងគឺល្អមែនទែនអាត្មាលើកឧទាហរណ៍ដូចជាញោមប្រុសបង្កើតរបស់ខ្ញុំប្រកាសរណាអាត្មាភាពគាត់កើតនៅក្នុងត្រកូលអ្នកស្រែចម្ការឪពុកគាត់កាចមាត់លឺគាត់ជេរកូននេះយើងកាជេរមុខគេមុខឯងតែមានស្រីមកគាត់ទៅតែពេញកំឡោះអីចឹងទៅគាត់មាត់លឺគាត់ខ្សឹបពុកបើស្ដីអីចាំស្ងាត់គេទៅវិញចាំស្ដីបើនៅមុខគេកុំនិយាយមកអូគាត់កាន់តែស្រែកខ្លាំងឡើងគាត់ជេរខ្លាំងឡើងសួរថានឹងជាការធ្វើត្រូវទេរបស់ឪពុកហ្នឹងមិនត្រូវទេប៉ុន្តែការតាំងចិត្តរបស់ញោមប្រុសអាត្មាគាត់តាំងចិត្តយ៉ាងម៉េចគាត់ថានៅពេលដែលកូនអញកើតមកអញមានកូនប្រពន្ធអញមិនជេរមុខគេជាដាច់ខាតមានរឿងសុខចិត្តណែនាំស្ងាត់មិនធ្វើអញ្ចឹងទេ
នេះខ្សែជីវិតអ្នកខ្លះបើជួបប្រទះអញ្ចឹងអាចកែប្រែត្រឹមយើងនឹងតែមកឥឡូវអញកើតមកឪពុកម្ដាយមិនទទួលស្គាល់កំសត់ណាដូច្នេះកូនរបស់អញត្រូវតែថែរក្សាឲ្យល្អផ្ដល់ភាពកក់ក្ដៅឲ្យគេនេះឯងទៅជាមនុស្សចេះបើយើងតបតែការខឹងបានប្រយោជន៍អីបន្ថែមតែភាពរមិលគុណនោះហ្នឹងហើយយើងគិតថាយើងត្រឹមត្រូវទៀតអាត្មាលើកឧទាហរណ៍មួយទៀតឧទាហរណ៍ថាយើងសុំឪពុកម្ដាយ$10ឪពុកម្ដាយគាត់មានតែ$5គាត់មានប៉ុណ្ណឹងមែនគាត់ឲ្យបានប៉ុណ្ណឹងកូនខ្លះមិនអរគុណទេណាខឹងសុំ10ឲ្យតែ5សួរតែ5ហ្នឹងជាគុណទេជាគុណប៉ុន្តែវាគ្រាន់តែមិនគ្រប់អ្វីដែលយើងចង់បានតែប៉ុណ្ណោះឃើញទេឥឡូវឪពុកម្ដាយបង្កើតហ្នឹងអញ្ចឹងគាត់បង្កើតគាត់មានត្រឹមតែបង្កើតបានតែពាក់កណ្ដាលទេតែចិញ្ចឹមគាត់អត់បានចិញ្ចឹមមិនបានយើងខឹងមកពីយើងត្រូវការឲ្យគាត់ចិញ្ចឹមតាមពិតការខឹងមកពីសេចក្តីត្រូវការរបស់យើងតែប៉ុណ្ណោះមានន័យថាមកពីឪពុកម្ដាយផ្ដល់ឲ្យយើងមិនពេញតម្រូវការរបស់យើងនឹងអញ្ចឹងហើយបើយើងសិក្សាធម៌អាបន្តិចទៅទៀតទៅយើងកាន់តែសង្វេគហេតុអីយើងត្រូវសួរខ្លួនយើងថាហេតុអីបានថាសូម្បីតែឪពុកម្ដាយមិនត្រូវការអញមិនចិញ្ចឹមអញតើអញខុសអីកើតមកសម្រាប់ឥឡូវហ្នឹងមិនខុសទេតែអ្នកអាចខុសពីមុនឧទាហរណ៍ដូចជារឿងខោសកសិទ្ធិអញ្ចឹងការដែលគាត់នៅពីអ្នកប្តីប្រពន្ធពីជាតិមុនគាត់ពីអ្នកប្តីប្រពន្ធភៀសខ្លួនពីស្រុកមួយដែលកើតរោគនៅពេលដែលដើរផ្លូវឆ្ងាយ3កូនផងដើរផងវាលំបាកអត់ទឹកឃ្លានបាយក៏ប្រាប់ប្រពន្ធថាម៉ែវាទុកកូននឹងចោលទៅបើយើងយកទៅយើងហត់ណាស់នឹងស្លាប់ទាំងអស់គ្នាយើងដើរតែខ្លួន2នាក់នឹងឲ្យរួចទៅទុកកូនចោលទៅឲ្យតែយើងទៅបានជីវភាពសមរម្យយើងនឹងអាចមានកូនទៀតតែទឹកចិត្តម្ដាយមិនអាចដាច់បាន3ម្ដងម្នាក់ដល់ពេលដល់វេនខ្លួនឯង3ដើរក្រោយប្រពន្ធលួបដាក់ក្រោមស្លឹកឈើបាត់ទៅហើយក៏ដើរទៅឆ្ងាយទៅប្រពន្ធសួរថាឯណាកូនថាកូនបោះចោលបាត់ប្រពន្ធនឹងក៏យំអញ្ចឹងទៅប៉ុន្តែរមឃើញកូនស្លាប់បាត់ហើយមកដល់ផ្ទះកដុំ2មួយសុំគេជ្រកកោនគេឲ្យបាយឆ្អែតហើយដល់បាយដាក់មកមាន2ចំណែកប្តីនឹងផងប្រពន្ធឃើញប្តីហូបបានយ៉ាងនោះខ្លួនឯងមិនសូវហូបទេដាក់ឲ្យប្តីដាក់តែមែនទេវាផ្អេសវាចាក់ច្រាស់ទៅវាកាពះដែលអត់អាហារជាងមួយអាទិត្យមកហើយនឹងវាកិនមិនបានដេកផ្ដេកនៅលើគ្រែនឹងឃើញគេដាក់ឆ្កែដាក់បាយឲ្យឆ្កែញីស៊ីឆ្កែហ្នឹងវាទៅដោយឈ្មោលក៏គិតថាអញមនុស្សរកបាយឆ្ងាញ់ប្រហែលឆ្កែគេមិនបានជាប់ចិត្តនឹងឆ្កែហ្នឹងទៅងាប់ទៅបដិសន្ធិក្នុងពោះឆ្កែហ្នឹងណាដល់អញ្ចឹងទៅកើតមកជាឆ្កែឈ្មោលទៀតប៉ុន្តែឆ្លាតម្ចាស់នឹងបង្វឹកបានម្ចាស់ជ្រះថ្លាជាមួយព្រះបច្ចេកពុទ្ធឲ្យទៅពេលណាទៅជាមួយហើយស្រឡាញ់ព្រះបច្ចេកពុទ្ធដោយសារព្រះបច្ចេកពុទ្ធបានចង្ហាន់មកចេះតែឲ្យម្ដុំទៅវាស្រឡាញ់កើតសេចក្តីស្រឡាញ់ហើយគោរពទៀតហើយបង្វឹកបានហើយនៅពេលមួយកដុំ2មិនអាចទៅនិមន្តព្រះបច្ចេកពុទ្ធបានដោយខ្លួនឯងក៏ឲ្យឆ្កែនឹងប៉ុន្តែប្រាប់ព្រះបច្ចេកពុទ្ធស្រេចហើយថាបើឃើញឆ្កែនឹងមកលោកម្ចាស់និមន្តទៅបើខ្ញុំកណារវល់ព្រះបច្ចេកពុទ្ធពេលឃើញឆ្កែនឹងទៅក៏និមន្តទៅមកដល់បែកផ្លូវជា2មួយទៅផ្ទះមួយទៅក្រុងព្រះបច្ចេកពុទ្ធក៏ដើរផ្លូវខុសឆ្កែនឹងក៏ទៅទាញរត់ទៅពាំងពីមុខព្រះបច្ចេកពុទ្ធក៏គីឲ្យដើរទៅទៀតបាំងពីបេដងនៅតែមិនព្រមមកផ្លូវនេះវិញទៅខំទាញជីវរពីក្រោយខំទាញអញ្ចឹងព្រះបច្ចេកពុទ្ធក៏ហោះឡើងទៅលើបាត់ទៅឆ្កែនឹងអាល័យព្រះបច្ចេកពុទ្ធស្រែកដល់តែស្លាប់ទៅទៅកើតក្នុងបដិសន្ធិក្នុងតាវតឹងឈ្មោះខោសៈទេវបុត្រខណៈខ្សឹបឬ60យោជសំឡេងស្រែកនោះឯងកាលនៅជាឆ្កែសោយសុខសម្បត្តិនៅនឹង
រហូតមកដល់សម័យព្រះសម្មាសម្ពុទ្ធនេះយើងអស់បុណ្យពីនឹងមកបុណ្យនឹងវាមិនតាន់អស់មែនទេនេះព្រោះជ្រះថ្លាចំព្រះបច្ចេកពុទ្ធមកកើតតណាមិនកើតមកកើតក្នុងត្រកូលស្រីបេស្យាចារណាអ្នកបញ្ជាមកគឺកម្មពីកាលណាថាកម្មពីកាលបោះកូនចោលចុះវាមិនព្រមឲ្យអាជាតិបន្ទាប់ហ្នឹងថាពេលហ្នឹងបុណ្យច្រើនវាតាមឲ្យផលមិនតាន់កើតទេអញ្ចឹងបាបកម្មទាំងឡាយអត់មានបាត់ទេណាញាតិញោមពុទ្ធបរិស័ទទាំងឡាយប៉ុន្តែពេលមានបុណ្យឲ្យសិនទៅតែបុណ្យបាក់ស្លាប់បាបកញ្ញៃវិញហើយខ្សែជីវិតហ្នឹងអញ្ចឹងដូចរឿងអង្គលីមៀលអញ្ចឹងណាមិញអញ្ចឹងមកលើកមិញរឿងហ្នឹងក៏វាស្តៀងគ្នាមិនខុសគ្នាប៉ុន្មានឲ្យទៅចេះពិចារណាមានរឿងអីឆ្ងល់ទេកើតជាឆ្កែក៏បាបកាលដែលបោះកូនចោលនោះអត់តន់ឲ្យផលឃើញទេមកកើតជាឆ្កែហើយជ្រះថ្លាជាមួយព្រះបច្ចេកពុទ្ធបាបនឹងអត់តន់ឲ្យផលទៀតឲ្យទៅកើតទេវតាមានស្រីស្នំស្រីអូកកដីរាប់ពាន់អស់ពីនឹងមកទៅកើតឯណាមិនកើតមកកើតក្នុងត្រកូលស្រីពេស្យាសួរថាបុណ្យពីទេវតានឹងបញ្ជាឲ្យកើតព្រំណាបញ្ជាឲ្យកើតព្រះណាបញ្ជាឲ្យកើតថាកម្មដែលការបោះកូនចោលពីជាតិមុនប្រហែលជាតិមុនវាតម្រូវឲ្យមកកើតក្នុងត្រកូលស្រីពេស្យាហើយស្រីពេស្យាពេលនោះត្រកូលគេយ៉ាងម៉េចគឺគេយកទៅកូនស្រីទេដើម្បីបន្តវេនគេតទៅទៀតបើកូនប្រុសគឺត្រូវតែបោះចោលឃើញទេអញ្ចឹងយើងបន្ទោសទៅស្រីពេស្យានឹងមិនបានទេស្រីនឹងអត់បានហៅយើងមកទេណាយើងតែវ៉ែមកដោយសារកម្មនោះវាបញ្ជូនមកឲ្យកើតនោះយកទៅបោះចោលយកទៅបោះចោលផ្លូវអតេះបោះចោលឡើង6 7ដងរឿងហ្នឹងច្រើនប៉ុន្តែដល់ម៉ោងអាត្មាគ្រាន់តែបញ្ជាក់បន្តិចបញ្ជាក់ដើម្បីកុំឲ្យអ្នកដែលថាឪពុកម្ដាយមិនបានចាំឪពុកម្ដាយបោះចោលហ្នឹងគុំខឹងធ្វើម៉ែឪយើងគូខឹងខ្លួនយើងពីជាតិមុនយើងធ្វើអញ្ចឹងដាក់គេណាមិនដឹងដែលយើងបោះចោលនោះអញ្ចឹងវាតម្រូវឲ្យយើងមកជួបឪម៉ែដែលចិត្តអាក្រក់អញ្ចឹងរឿងយើងនឹងឯងសាងដោយខ្លួនឯងបើយើងត្រឹមខឹងត្រឹមតែម៉ែឪមានតែគ្មានយល់អីសោះតែហ្មងជាមនុស្សអាក្រក់ដដែលហ្នឹងយើងអត់បានយល់ពូជដើមរបស់យើងឥឡូវស្មាលើករឿងហ្នឹងជាឧទាហរណ៍ស្រាប់ហើយតាមពិតមនុស្សមកសន្ធឹកមិនទៅកើតជាមួយមនុស្សដែលចិត្តល្អមកសន្ធឹកមិនទៅកើតជាមួយមិនក៏តែវ៉ែមកកើតជាមួយស្រីពេស្យាហ្នឹងហ្នឹងលោកបញ្ជាក់ច្បាស់ហើយកម្មដែលកាលដែលបោះកូនចោលដើរពីអ្នកប្រពន្ធដំណើរជីវិតគាត់ហ្នឹងទៀតបុណ្យអត់តន់អស់ទេបុណ្យក៏នៅដែរប៉ុន្តែបុណ្យផ្សេងបាបផ្សេងដល់ទៅយកទៅបោះចោលនៅកណ្ដាលផ្លូវអតេះដោយគេគិតថានៅធុងសម្រាមអីចឹងឃើញសត្វមករោមអីបន្តទៅទៀតអាត្មានិយាយទៅវាច្រឡំមុខក្រោយប៉ុន្តែឧទាហរណ៍អាត្មាគាត់ឧទាហរណ៍ចំណុចខ្លះព្រោះសម័យនោះសិទ្ធិហ្នឹងបានរកគ្រូទេថាកូនណាកើតថ្ងៃហ្នឹងមិនបានជាសិទ្ធិជាងគាត់ដើរស៊ើបក្នុងនគរហ្នឹងឲ្យតែមានកូនកើតថ្ងៃហ្នឹងគាត់ត្រូវសម្លាប់ចោលអស់ទុកតកូនគាត់ដូចជាគេយកទៅដាក់ចោលនៅផ្លូវអតេះអញ្ចឹងយប់ល្ងឹតឈឹងស្រាប់តែគោដើរទៅអត់ដើរទៅមុខវ័យមិនក៏អត់ដើរទៅមុខដល់ចុះទៅមើលស្អីនៅពីមុខឃើញកូនងាយកមកចិញ្ចឹមសិទ្ធិឮថាគេយកទៅចិញ្ចឹមឲ្យគេទៅលួសមកយកទៅសម្លាប់ទៀតទៅដាក់ឲ្យសត្វស៊ីឲ្យសត្វចចកស៊ីអីចឹងទៅប៉ុន្តែដាក់ទៅសត្វអត់ស៊ីទេដាក់ឲ្យវងគោចន់មានអាគោធំជាងគេនោះមកឈោជ្រាមពីលើអត់ឲ្យគោចន់សួរថាដែលគេបោះចោលហ្នឹងដោយសារអីបោះចោលច្រើនដងហ្នឹងណាដោយសារអីថាដោយសារបោះកូនចោលហើយចុះដែលចេះតែមានសត្វការពារនៅនេះនៅនោះការពារដោយសារអីគឺដោយសារការដែលកើតជាឆ្កែហ្នឹងទៅណាមកណាពេលនិមន្តព្រះបច្ចេកពុទ្ធទៅចេះតែព្រោះដេញសត្វការពារព្រះបច្ចេកពុទ្ធឃើញទេរឿងនោះវិញអញ្ចឹងខ្សែជីវិតនោះអញ្ចឹងគេកំងមកអស់ហើយមានមួយរឿងអីមិនតូចចិត្តទេឥឡូវហ្នឹងពេលវេលាដល់ប៉ុណ្ណឹងហើយសំណួររឿងភាសតោវាទហ្នឹងមិនតាន់បានបកទេហើយកាន់តែសរុបសំណួរវិញហ្នឹងថាមិនបាច់ថ្លឹងទេប៉ុណ្ណាបើយើងដឹងថាអ្នកណាមានគុណយើងតបទៅមិនបាច់ថ្លឹងថាណាច្រើនជាងនាំទៅតូចចិត្តតូចថ្លើមទេអញ្ចឹងឪម៉ែចិញ្ចឹមក៏ឈ្មោះថាកូនដែរពួកកូនមាន4ទាំងអស់
អត្រជាបុតវាកើតពីខ្លួនឯងឈ្មោះថាកូនដែរអ្នកណាយើងទៅចិញ្ចឹមក៏ឈ្មោះថាម៉ែឪក៏ឈ្មោះថាកូនដែរកូនសិស្សដែលរៀនជាមួយគ្រូក៏ឈ្មោះថាកូនដែរយើងជាកូនចៅរបស់ព្រះរាជាយើងក៏ឈ្មោះថាកូនដែរណាអញ្ចឹងឈ្មោះថាកូនដឹងគុណទាំងអស់ទៅមិនបាច់ខឹងពីណាទេអញ្ចឹងពេលវេលាសមគួរប៉ុណ្ណឹងលើស5នាទីហើយđếnសូមអត់ទោសផងហើយសូមបញ្ចប់ត្រឹមតែប៉ុណ្ណឹងសូមអនុមោទនាសាធុខ្ញុំកណាសូមអនុមោទនារីករាយជ្រះថ្លាជាមួយនឹងធម្មទានរបស់លោកម្ចាស់គ្រូក្នុងរាត្រីនេះ